បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទហើយថ្ងៃនេះដែរចង់បង្ហាញពុកម៉ែបងប្អូនពីការដាំដលងបាទហើយថ្មីថ្មោងជាលើកទី1ពុកម៉ែបងប្អូនបាទក្នុងដំណាំទាំងអស់បាទមានតែដំឡូងទេខ្ញុំឆ្នាំនេះទើបតែសាកលបងលើកទី1ចឹងហើយចង់បង្ហាញពុកម៉ែបងប្អូនយើងបាទបទពិសោធន៍ខ្លះប៉ុន្តែខ្ញុំមិនទាន់មានការចែកម្លែកច្បាស់លាស់នៅឡើយទេដោយសារតែគេការសាកល្បងបាទអញ្ចឹងការដាំលើកនេះមានកន្លែងខ្លះក៏ល្អមានកន្លែងខ្លះក៏មិនល្អហើយយើងមិនទាន់បានដឹងនៅទិន្នផលនៅឡើយទេបាទដោយសារតែមិនទាន់ប្រមូលផលទេប៉ុន្តែចង់និយាយអំពីអ្វីដែលខ្ញុំជួបខ្លះបាទដាំដំឡូងលើកនេះបាទមិនទាន់សង្ឃឹមថាបានផលខ្ពស់ច្រើនទេយើងសង្ឃឹមថាបានបច្ចេកទេសបទពិសោធន៍បាទអញ្ចឹងឃើញថាជួបបញ្ហាអ្វីខ្លះការដាំដំឡូងជ្វានេះបាទអញ្ចឹងដំឡូងជ្វានេះមានពូជក៏វាច្រើនប្រភេទបាទហើយមិនដឹងថាមួយណាត្រូវតម្រង់ទីផ្សារនៅឡើយទេប៉ុន្តែគេនិយមដាំពូជដែលខ្ញុំដាំនេះគឺជាទូទៅនៅតំបន់ប៉ែកខាងលិចជាប់ព្រំដែនថៃនោះគេដាំច្រើនបាទអញ្ចឹងខ្ញុំយកពូជពីនោះមកហើយបានសាកសួរព័ត៌មានខ្លះពូជណាល្អយ៉ាងម៉េចទិន្នផលអីយ៉ាងម៉េចចឹងណាអញ្ចឹងយើងគាត់ក៏ណែនាំឲ្យយើងដាំប៉ុន្តែមានពូជច្រើនទៀតមានពណ៌សបាទពណ៌សសាច់លឿងពណ៌សសាច់សមើមពណ៌ក្រហមសាច់សមើមពណ៌ក្រហមសាច់ការ៉ុតបាទហើយខ្ញុំដាំនេះគឺមើមពណ៌ក្រហមសាច់ការ៉ុតបាទប៉ុន្តែបច្ចុប្បន្នឃើញថាតម្លៃនៅលើទីផ្សារបាទខ្ញុំមិនទាន់បានលក់ទេពុកម៉ែបងប្អូនប៉ុន្តែឮអ្នកដែលគេដាំមុនខ្ញុំគេចាប់ផ្ដើមមកប្រមូលផលហើយអញ្ចឹងតម្លៃពណ៌សមើមពណ៌សទឹកដោះគោនោះពណ៌សម្បកពណ៌សគាត់តែសាច់ទឹកដោះគោបាទសាច់រាងលឿងបាទអញ្ចឹងមានតម្លៃខ្ពស់ជាងដំឡូងរបស់ខ្ញុំនេះបាទបច្ចុប្បន្ននេះឮថា1200 1300ក្នុង1គីឡូក្រាមរីឯដំឡូងដែលខ្ញុំដាំនេះវាអាចតម្លៃ600ទៅ700រៀលបាទក្នុង1គីឡូក្រាមអញ្ចឹងវាអាចខុសគ្នាចុះពាក់កណ្ដាលបងប្អូនបាទប៉ុន្តែមិនទាន់ច្បាស់ថានៅក្នុងទីផ្សារវាត្រឡប់ចុះត្រឡប់ឡើងយ៉ាងណាទេបាទយើងឃើញថាអ្វីដែលខ្វះគឺមុខដំណាំមួយណាដែលខ្វះគឺមួយនោះឡើងថ្លៃហើយបាទអញ្ចឹងយើងមិនទាន់ច្បាស់ទេហើយក៏មានបងប្អូនយើងក៏គាត់ប្រាប់ថាពូជពណ៌សនោះវាពណ៌សសាច់ខាងក្នុងវាទៅដោះគោគឺថាមានតម្លៃជាងហើយទិន្នផលលះផលជាងមានន័យថាស្រាលជាងវាអាចអាយុ2ខែកន្លះអីប្រមូលផលបាទរីឯផងខ្ញុំអាច3ខែទៅ3ខែកន្លះបាទវាខុសគ្នាដែរបាទប៉ុន្តែខ្ញុំមិនទាន់ច្បាស់ទេពងតែសារលបងនេះហើយដំឡូងខ្ញុំទៅតែបានអាយុមិនទាន់2ខែទេពុកម៉ែបងប្អូនបាទនៅប្រហែលថ្ងៃទៀត2ខែហើយបាទអញ្ចឹងការដាំមានថាមានអារម្មណ៍ថាភ័យខ្លាចយើងអត់ធ្លាប់ដាំបាទឃើញដាំហើយឃើញតងស្លឹកងាប់អស់យើងបារម្ភភ័យប៉ុន្តែវាអត់ជាបញ្ហាទេបាទពីមុនមកខ្ញុំព្រួយបារម្ភដែរបាទឃើញថាដាំទៅជ្រុះស្លឹកអស់ហើយឃើញដើមឆ្កុយបាទចេះតែដាក់ទឹកទៅហើយប៉ុន្តែវាអត់អីដែរពុកម៉ែបងប្អូនបាទវាលូតលាស់បន្ទាប់ពីប្រហែលថ្ងៃក្រោយមកវាលូតលាស់បែកស្លឹកបែកអីចេញថ្មីបាទហើយដំឡូងនេះយើងដាំលើកជារងជួបាទពុកម៉ែបងប្អូនយើងធ្លាប់ឃើញហើយបាទធ្លាប់ឃើញគេដាំខ្លះហើយខ្ញុំនេះក៏មិនមានបទពិសោធន៍អីក្រាស់ក្រែលទេជាលើកទី1បំផុតបាទប៉ុន្តែបានបទពិសោធន៍ដែរពុកម៉ែបងប្អូនជួបបញ្ហាសัตว์
và sạch ấyខ្លះ ដែលវាមកបំផ្លាញ បាទដូចជាកណ្ដុរមកស៊ីមើម បាទចាប់ដើមមើមដូចគេថាកណ្ដុរមកស៊ីមើម បាទមានសត្វមួយប្រភេទទៀតជញ្ជក់ដើមជញ្ជក់ស្លឹកនោះបាទមានពេលណាយើងដាំថ្មីថ្មីមានសត្វចង្រិតមកកេដើមដាច់មួយចំហៀងក៏មានបាទហើយមានពពួកពីងពីងក្រហមបាទពីងពីងក្រហមហើយប្រឈមជាងគេគឺអាពេលមើមមានសត្វយើងដាំតាមព្រៃវាមានកណ្ដុរផងមានពួកកថាច់ដង្ហែនដូចកប្រុកអីនោះបាទមកកាយស៊ីដែរពុកម៉ែបងប្អូនដោយសារតែតំបន់យើងតំបន់នៅក្នុងចិត្តព្រៃភ្នំអីចឹងណាអញ្ចឹងមានសត្វមកបំផ្លាញច្រើនបាទបំផ្លាញមើមនិយាយរឿងបំផ្លាញមើមបាទអញ្ចឹងមុននឹងដាំបងប្អូនសិក្សាទីតាំងកន្លែងមានសត្វប្រភេទដង្ហែនកណ្ដុរប្រភេទដូចកណ្ដុរដូចអីហ្នឹងដូចដង្ហែនដូចកប្រុកអីដូចសត្វកថាច់អីហ្នឹងបាទស្រុកបងប្អូនដឹងថាហៅយ៉ាងម៉េចទេបាទអាហ្នឹងរៀងដូចកប្រុកពណ៌ខ្មៅកផេះកង់ក៏មានបាទហើយកដោតូចក៏មានបាទកដោតទូចចំមុះស្រួចបាទកាយស៊ីបាទកន្លែងតំបន់ខ្លះទៅខ្ញុំសួរគេមានកដោធំក៏កាយស៊ីដែរបាទតែតំបន់ខ្ញុំមានតែសត្វកន្តិចតូចហើយនឹងសត្វកណ្ដុរបាទមកស៊ីបាទហើយដាំលើកទី1ហើយការជីត្របាតក៏ខ្ញុំអត់បានដាក់ទេប៉ុន្តែខ្ញុំអាចបង្ហូរបាទអាយុកាលចិត្តមើមខ្ញុំបង្ហូរវាបាទបង្ហូរជីតាមគេអ្នកដាំគេអត់ដែលបង្ហូរដែលអីទេពុកម៉ែបងប្អូនបាទហើយខ្ញុំដាំខ្ញុំបង្ហូរជីសាកល្បងមើលដោយសារតែផុសខ្ញុំវាមើមរៀងច្រើនបាទមើមច្រើនខ្ញុំត្រូវការប៉ូវជីដើម្បីឲ្យរីកមើមតិចបាទឃើញថាដាំដំឡូងនេះដូចជាមិនពិបាកទេពុកម៉ែបងប្អូនបាទហើយខ្ញុំដាំលើកទី1នេះមិនលំបាកទេធ្វើបិទតែខ្ញុំជួបសត្វល្អិតជាច្រើនប៉ុន្តែខ្ញុំគិតថាខ្ញុំដាំលើកទី2ទី3ខ្ញុំគិតថានឹងបានល្អហើយដោយសារឆ្នាំនេះខ្ញុំថែអត់បានល្អដោយសារតែខ្ញុំចុះដាំដំឡូងនេះភ្លាមដាំដំឡូងហើយបានប្រហែលជា4-5ថ្ងៃគឺតម្លៃប្រេងហក់ឡើងយើងដឹងហើយវិបត្តិសកលឆ្នាំនេះយើងសង្គ្រាមនៅប្រឆិមបូព៌ានោះបាទធ្វើឲ្យប្រទេសយើងបាទមានការច្របូកច្បល់រឿងប្រេងតម្លៃប្រេងបាទអញ្ចឹងហើយធ្វើឲ្យខ្ញុំផ្អាកស្រោចបាទមួយរយៈហ្នឹងខ្ញុំស្រោចបានមួយរយៈដែរដុសប្រឡូកដុសឬចាប់ចេញស្លឹកហើយពុកម៉ែបងប្អូនប៉ុន្តែពេលនោះប្រេងឡើងថ្លៃពេកគឺយើងបង្អត់វាបាទយើងអត់បានស្រោចទេស្រោចមិនទៀងទាត់មានន័យថាយើងគ្រាន់តែមកប្រោះសើមដីដើម្បីចិញ្ចឹមដើមតែប៉ុណ្ណោះមិនបានថែទាំដិតដល់អញ្ចឹងហើយធ្វើឲ្យកើតសត្វល្អិតក៏ដូចការដាច់រណ្ដៅប៉ុន្តែដំឡូងខ្ញុំវាល្អដែរពុកម៉ែបងប្អូនឃើញថាវាបង្អត់ទឹកប៉ុណ្ណឹងហើយវានៅតែស៊ូទ្រាំមិនដាច់រណ្ដៅច្រើនទេគឺដុះស្មើគ្នាបាទសឹងតែ97-98% បាទលើកលែងតែដើមខ្លះវាមិនដុះដោយសារតែចង្រិតខំកកេមួយចំហៀងប៉ុន្តែយើងជួបបញ្ហាការទិញដើមបាទជ្រើសរើសពូជមិនទាន់បានត្រឹមត្រូវទេបាទដោយសារតែយើងទិញដើមគេអញ្ចឹងគេធ្វើមកវាមានតងទី1ទី2ទី3តងរៀងចាស់អញ្ចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំដាំលើកនេះតងណាដែលល្អបាទខ្ចីគឺមើមទាំងអស់ហើយតងដែលមិនសូវល្អតងដែលចាស់គឺមានសភាពពណ៌លឿងបាទហើយរៀងក្រិនមិនសូវមើមទេហើយមើមដែរមើមតូចជាងបាទអញ្ចឹងបើសិនជាយើងចង់ដាំដំឡូងបាទខ្ញុំប្រាប់ពុកម៉ែបងប្អូនថាឲ្យជ្រើសរើសយកតងខ្ចីបាទតងខ្ចីបំផុតគឺយល់ល្អយកតងទី1បើយើងចង់បានតងទី2ខ្ចីដែរប៉ុន្តែបើយើងអាចធ្វើបានតងទី1ដោយឡែកតងទី2ដោយឡែកអានោះកាន់តែប្រសើរព្រោះតងទី2ក៏មើមដូចគ្នាគ្រាន់តែចេញមើមយឺតជាង
dư chiêng tông mục á cùng mai bọc ổn bà chẳng bà sân chia tông mục phần mề chớn tông thì pi nút tư tại chập đàm phần trong cơ thể phần cơ thể chẳng hai giờ vì ọt mà này bà sân chia phục mai bọc ổn miền chầm là bà ram chọn đám khi mà nai nom bà nhom đừng phần vô và thêm phục mai bọc ổn bà ai thử bán phục mai bọc ổn vô cả tông mục sinh tông thì pi sinh bà đam sinh kia đòi lại bị kia chẳng mơ nó đừng smart kia hơi tại vẽ cõi khi nhom miền là bùi khuôn anh hơi bà sân chỉ có mong bùi kế tiết khi nhom mà đừng bật thêm tờ lại rằng ná đầm bây giờ vô tại tôn ti mùi tầng mùi cầm bắt cái hao thầm mùi cầm bắt đó bà chân vô tôn một tầng bà đầm bây giờ đam từ ở bàn là sọc chặt ở trong này lùi đàm ở vật tách bà hơi chập bị này tới khi miền tô luôn ấy chân ở khi giờ cắt đam và to bán chân ở khi giờ chơi hơi dột tại tôn một đi bà tôn một hơi giờ khi trong đam mà bùi bò so tham tiết nơiประมาณ ngày khang một đi bà đầm bây giờ dột bùi rồi ấy khi miền tại bùi bò có hóm và bò hóm sạch lướng ở trong mà là bùi bò xó sạch từ đặc cô một tiệt và ai khơi thả lỏ phụ mai bọc ổn bạn đâm tới khơi thả srul ọt lùm bạ thế nhom đâm về này mình sâu chỉ nhom bằng ọt tứcដោយសារប្រេងថ្លៃផងហើយវានៅតែបន្តរស់បានគឺថាស៊ូខ្លាំងមែនតើដំណាំមុខនេះហើយរីឯទិន្នផលខ្ញុំតែស៊ូគេខ្លះក៏បាន15 តោនខ្លះក៏20 តោនថា30 តោនតែខ្ញុំអត់ទាន់ដឹងទេពុកម៉ែបងប្អូនបាទចាំមើលជាក់ស្ដែងសិនព្រោះអីដោយសារដាំលើកនេះមានជួបបញ្ហាដូចឃើញសត្វល្អិតនេះសត្វល្អិតបំផ្លាញនេះពីពីងក្រហមពុកម៉ែបងប្អូនបាទពីពីងក្រហមឡើងស៊ីឡើងដាំងតែម្ដងប៉ុន្តែយើងបាញ់ថ្នាំទៅស្លាប់អស់ហើយប៉ុន្តែវាមិនអស់ទាំងស្រុងទេវានឹងកើតឡើងមកវិញបើសិនជារដូវនេះมันមានភ្លៀងធ្លាក់សត្វនេះនៅតែបន្តវាបហាដដែលបាទអញ្ចឹងវីដេអូនេះដែរខ្ញុំក៏មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក៏មិនទាន់ហ៊ាននិយាយបាទថាធ្វើយ៉ាងណាដើម្បីឲ្យបានទិន្នផលខ្ពស់នៅឡើយទេព្រោះខ្ញុំទៅតែដាំសាកល្បងដែរបាទលើកទី1គ្រាន់តែលើកឡើងអំពីបញ្ហាសត្វល្អិតមួយចំនួនដែលមកបំផ្លាញបាទជាពិសេសពុកម៉ែបងប្អូនយើងចាប់អារម្មណ៍ចង់ដាំបើដីថ្មីពុំដែលដាំដំឡូងទេខ្ញុំគិតថាភាគរយនៃកើតក្រឹងកើតអីនោះតិចណាបាទมันមានទេបាទចឹងដីខ្ញុំក៏ថ្មីដែរដីខ្ញុំធ្លាប់តែដាំបន្លែឬក៏ដាំដំណាំផ្សេងអញ្ចឹងខ្ញុំដាំទៅដូចជាមិនមានអីប្រើប្រាស់ថ្នាំអីច្រើនទេតាំងពីអាយុបាញ់2 ដងដែរពុកម៉ែបងប្អូនបាទបាញ់អាយុប្រហែលជា10 ថ្ងៃនោះបែកស្លឹកបែកអីនោះមានដង្កូវមានអីមកស៊ីដោយសារឆ្នាំនេះមានដង្កូវច្រើនបាទតំបន់ចកាខ្ញុំមានដង្កូវចុះមកស៊ីស្លឹកប៉ុន្តែដង្កូវនោះស៊ីមិនស្លឹកវាអត់សូវជាប៉ះពាល់អីដល់ដើមដំឡូងទេបន្ទាប់ពីយើងដាក់ទឹកបាញ់ថ្នាំម្ដងទៅគឺវាស្អាតឡើងវិញបាទប៉ុន្តែវាសំខាន់គឺសត្វជញ្ជក់បាទសត្វជញ្ជក់ស្លឹកជញ្ជក់ដើមនេះมันបានទេបាទធ្វើឲ្យដើមយើងខូចក្រិនមើមក្រិនអីចឹងដែរបាទហើយបញ្ហាកណ្ដុរបាទអញ្ចឹងយើងគួរតែត្រៀមបាទត្រៀមពេលយើងដាំហើយគឺយើងចាប់ផ្ដើមដាក់ថ្នាំកណ្ដុរកម្ចាត់កណ្ដុរបដាបាទពុំដូច្នោះទេកាលណាទុកឲ្យដល់មើមហើយមានសត្វកណ្ដុរចូលដូចឃើញខ្ញុំអញ្ចឹងគឺបំផ្លាញច្រើនបាទវាស៊ីកាកេតិចទេពុកម៉ែបងប្អូនបាទដាច់មួយចំហៀងអញ្ចឹងទៅវាកាកេអាក្បាលឬក្បាលមើមហ្នឹងបាទអញ្ចឹងធ្វើឲ្យមើមដំឡូងរបស់យើងខូចអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបាទត្រូវត្រៀមលក្ខណៈដូចជាសត្វកណ្ដុរនេះបាទពេលដាំចាប់ផ្ដើមដាក់ថ្នាំកម្ចាត់បដាបាទរហូតដល់ដំឡូងយើងមើមវាបាត់កណ្ដុរហើយប៉ុន្តែទុកឲ្យមើមហើយមានសត្វកណ្ដុរហើយវាស្ដុកជាងកាលយើងដាក់ថ្នាំវាមិនបានទាំងស្រុងទេអញ្ចឹងដើម្បី
ការពារវាគឺចាប់ផ្ដើមដំឡូងយើងលាស់ស្លឹកយើងចាប់ផ្ដើមដាក់ថ្នាំបដាបាទកុំឲ្យកាលណាស្ដុកចេះហើយវាអាចមិនស៊ីចំណីរបស់យើងហើយរីឯស្មៅវិញដូចជាមិនសូវពិបាកទេពុកម៉ែបងប្អូនว่าខ្ញុំដូចជាដកតែម្ដងដកបដាដោយសារតែយើងពូនរងអញ្ចឹងវាស្មៅវាដូចជាមិនមានបាទព្រោះដីយើងខ្ពស់អញ្ចឹងវាមានជីរងតិចយើងដើរដកតិចទេបាទអញ្ចឹងការថែទាំដូចជាមិនលំបាកទេខ្ញុំឃើញថាដំណាំមួយប្រភេទនេះក៏ល្អបាទវាមានដូចជាស្មៅក្តុកទេពុកម៉ែបងប្អូនបាទមានតិចបាទនេះខ្ញុំអត់បានបោចស្មៅទេពុកម៉ែបងប្អូនបាទដើរដកផ្ទីមួយចំនួនមួយសាហើយមានផ្ទីដោយសារដីយើងដាំបន្លែអញ្ចឹងណាអញ្ចឹងមានផ្ទីដូងទីអាចមនេះដុះអញ្ចឹងទៅយើងដើរដកដើមពោះហើយឃើញថាការរៀបសយោទឹកនេះវាមិនបានល្អទេដោយសារតែខ្ញុំប្រើវែងអញ្ចឹងខាងចុងសយោវារាងខ្សោយមានដើមរាងអន់បន្តិចបាទហើយកណ្ដាលរងគឺល្អអញ្ចឹងការរៀបសយោកុំឲ្យវែងពេកសយោតំណក់វែងពេកហើយដីខ្ញុំវាចោតផងបងប្អូនដូចជាចម្រេលភ្នំអញ្ចឹងស្រោចអាខាងចុះបើកអាទឹកទៅខាងចុះនោះវារត់ពេញទឹកបាទផ្នែកខាងលើគឺអត់ពេញទេបាទអញ្ចឹងហើយនេះក៏ជាការខុសឆ្គងដែរបាទហើយការដាំដំឡូងនេះយើងអាចប្រើសូឡាបាទហើយខ្ញុំតិចទៀតខ្ញុំនឹងរៀបសូឡាដែរហើយខ្ញុំអត់ប្រើម៉ាស៊ីនទេដោយសារតែដំណាំដំឡូងនេះយើងមិនរើសពេលវេលាទេយើងអាចមានថ្ងៃមានអីយើងស្រោចបានមិនដូចជាបន្លែផ្សេងណាបើដាក់សូឡាចំណេញពុកម៉ែបងប្អូនដូចថាប្រេងយើងឥឡូវកំពុងតែថ្លៃអញ្ចឹងហើយយើងដាក់សូឡាទៅមិនចំណាយថ្លៃប្រេងថ្លៃអីទេបាទហើយវីដេអូនេះដូចជាมันមានអីចែកម្លែកបន្ថែមទៀតទេបាទមានតែបាទបងប្អូនអាចមើលតាមវីដេអូខ្លះបើសិនជាមានកន្លែងណាខ្វះខាតបងប្អូនអាចសួរបន្ថែមខ្ញុំមិនទាន់បានធ្វើវីដេអូឲ្យពេញលេញដើម្បីចែកម្លែកពុកម៉ែបងប្អូនទេព្រោះខ្ញុំដាំលើកទី1ដែរអញ្ចឹងបើកាលណានិយាយទៅអាចខុសឆ្គងមានពាក្យខ្លះយើងដឹងថាដំឡូងនេះយ៉ាងម៉េចអីយ៉ាងម៉េចប្រើអីយ៉ាងម៉េចអញ្ចឹងណាប៉ុន្តែខ្ញុំមិនទាន់បានធ្វើខ្លួនឯងជាក់ស្ដែងគ្រាន់តែបានបទពិសោធន៍ពីបងប្អូនយើងអ្នកដាំមុនអញ្ចឹងខ្ញុំមិនទាន់ហ៊ាននិយាយទេបាទអ្វីដែលខ្ញុំនិយាយតតែខ្ញុំអនុវត្តធ្វើខ្លួនឯងហើយជួបខ្លួនឯងហើយបានខ្ញុំយកមកចែកម្លែកជូនពុកម៉ែបងប្អូនបាទហើយឃើញថាដាំលើកនេះមើលពុកម៉ែបងប្អូនមួយដើមមួយគុំអាចជា4 5 6មើមវាអាចមាន2ជាន់មាន1ជាន់ហើយការដាំមានផ្ដេកមានបញ្ឈរបាទខ្លះបាទអញ្ចឹងបងប្អូនអាចរងចាំវីដេអូក្រោយបាទពេលខ្ញុំប្រមូលផលហើយខ្ញុំនឹងធ្វើវីដេអូដើម្បីចែកម្លែកពុកម៉ែបងប្អូនពីបទពិសោធន៍ដែលខ្ញុំប្រើប្រាស់ជីថ្នាំបន្ថែមទៀតបាទព្រោះឥឡូវមិនទាន់ហ៊ាននិយាយច្បាស់ទេដោយសារតែមិនទាន់ប្រមូលផលមិនទាន់ដឹងពីទិន្នផលហើយក៏មិនទាន់ច្បាស់អំពីមើមនោះទាំងអស់ទេគ្រាន់តែយើងកាយម្ដើមតេស្តមើលទេបាទអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងបាទសូមអរគុណជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាបាទ